bà thao mình thôn mình tanណាមិនមែនជា Redmi Note 15 series ថ្មីដែលក្រុមហ៊ុន Xiaomi ទៅបញ្ចេញថ្មីនេះហេមិនត្រឹមតែរូបរាងស្អាតទេណាគឺថាធន់នឹងទឹករហូតដល់ IP69K ធន់នឹងការធ្លាក់ជាមួយនឹងកម្ពស់ 2.5 ម៉ែត្រតម្លៃវិញគឺថាចាប់ពី189ឡើងទៅដល់អញ្ចឹងសឹងតែមិនជឿហ្មងទូរស័ព្ទដែលធន់មាំតាន់មាន AI ឆ្លាតវៃប្រើប្រាស់ដោយទំនុកចិត្តនៅក្នុងតម្លៃមួយដែលល្អអញ្ចឹងនេះលុយមែនតែមានបាក់ចិត្តល្មមមកក៏អាចទៅយកទៅប្រើប្រាស់បានដែរចុះអេក្រង់គេលងភ្លឺច្បាស់ដោយសារតែគេប្រើជាមួយនឹង Crystal OLED AMOLED ទំហំ 6.83 អូយកាមេរ៉ារយៈគេនេះថតចេញមកច្បាស់សាហាវថតបានដល់កម្រិត 4K កាមេរ៉ាគោលឡើង200 megapixel អាយ៉ាអញ្ចឹងលេងណាមើលតែផ្សែងហុយចេញពីឆ្នាំងហ្នឹងក៏ដឹងដែរថាជាទឹកក្តៅហើយបងប្រាប់ចំមកគាត់ក៏បានធ្វើការតេស្តថា model Redmi ស៊េរីថ្មីដែលទើបតែចេញនេះធន់នឹងទឹកធន់នឹងកម្ដៅខ្លាំងកម្រិតណាណែដាក់ចូលទឹកក្តៅហើយដាក់ចូលទឹកត្រជាក់វិញទៀតលើកមកវិញចុចបានធម្មតាសំខាន់បានស្ដាប់ជាមួយនឹងការចែករំលែកបទពិសោធន៍ដូចជាព័ត៌មានលម្អិតលេខធ្លោក៏ដូចជាចំណុចពិសេសរបស់ Redmi Note 15 series នេះមិនចេញទៅទូរស័ព្ទពេកក៏មកជាមួយនឹងវ៉ែនតាឆ្លាតវៃស៊េរីថ្មីហើយមុខងារហើយនឹងតម្លៃឃើញហើយគឺថាចង់បានខ្លាំងមកអញ្ចឹងណាតែគ្នាអាចរកបានគ្រប់ទីតាំងដែលជាដៃគូតំណាងចែកចាយអស់ហើយដែលនៅចិត្តលោកនេះសម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់គេហាក់ទំព័រផ្លូវការរបស់ក្រុមហ៊ុន Xiaomi Cambodia បានកម្មវិធីសម្ពោធជាផ្លូវការជាមួយនឹង model ទូរស័ព្ទថ្មី Redmi Note 15អ្នកដែលមកតេស្តក៏ដូចជាចូលរួមគឺថាច្រើនខ្លាំងមែនតើសម្រាប់កម្ពុជា smartphone Redmi Note 15 series ដែលទើបបញ្ចេញនេះអាចធ្វើការតេស្តឬក៏ទិញបាននៅ Xiaomi Store ឬក៏ហាងលក់ទូរស័ព្ទដៃផ្សេងចង់បានទូរស័ព្ទ model series ថ្មីធន់មាំគុណភាពនិងតម្លៃល្អ Redmi Note 15នេះ